សួស្តីប្រិមិត្តជួបគ្នាជាមួយ admin សាជាថ្មីម្ដងទៀតថ្ងៃនេះ admin នាំប្រិមិត្តទៅទស្សនារឿងចិនមួយរឿងទៀតហើយរឿងនេះមានចំណងជើងថា River God Water Strange Story នឹងហើយប្រិមិត្តរឿងនេះនិយាយពីប៉ូលីសរូបបានស៊ើបក្តីឃាតកម្មក៏ប៉ុន្តែករណីឃាតកម្មនេះពិតជាចម្លែកមែនទែនប៉ូលីសម្នាក់នោះហើយនឹងក្រុមការងាររបស់គេបានជួបជាមួយនឹងសត្វចម្លែកជាច្រើនក៏ប៉ុន្តែសត្វចម្លែកនោះមិនដឹងថាគឺជាការពិតឬក៏ជាការប្រើវេទមន្តខ្មៅបំផុតភ្នែកពួកគេឡើយដូច្នេះដើម្បីកុំឲ្យខាតពេលយូរសូមប្រិមិត្តតាមដានទស្សនាជាមួយនឹង admin ដូចតទៅចាប់ផ្ដើមជិតចាក់ដំបងបង្ហាញពីបរិសម្នាក់កំពុងតែដេកនៅលើទូកគេមានឈ្មោះថាក័តើយូនៅពេលនោះគេក៏បានទម្លាក់ខ្លួនរបស់គេចូលទៅក្នុងទឹកក័តើយូគឺជាប្លីម្នាក់ដែលជំនាញខាងមុជទឹកគេគ្រប់គ្នាតែងតែហៅគេថាអរិយទឹកគណៈពេលដែលគេកំពុងតែជាមួយទឹកក៏ស្រាប់តែគេបានឃើញសាកសពនារីម្នាក់កំពុងតែបីក្មេងចងជាប់នៅបាតទន្លេនៅពេលនោះដែរក៏ស្រាប់តែមានការរញ្ជួយដាច់ជាហេតុធ្វើឲ្យបាក់ថ្មនៅបាតទន្លេរីឯខាងនេះវិញបរិសនេសាទម្នាក់បានចាប់ពស់តូចមួយបន្ទាប់ពីរញ្ជួយដីហើយយកថ្មសង្កត់ពីលើបន្តមកគេបាននិយាយទៅគ្នារបស់គេថាយប់នេះរញ្ជួយដីខ្លាំងមែនទែនហើយបានសួរទៀតថាយើងប្រើសម្លេងខុសច្បាប់ដើម្បីនេសាទបែបនេះតើមិនអីទេមែនទេមិនខ្លាចពួកគេទាំងអស់នោះប្តឹងប៉ូលីសទេមែនទេក៏ប៉ុន្តែគេបានតបថាពួកគេទាំងអស់នោះមិនស្គាល់គាត់ទៅយូផងហើយម្យ៉ាងវិញទៀតគាត់ទៅយូនៅពេលនេះគេកំពុងតែរបបស្វែងរកសាកសពកូនស្រីរបស់អាសឺដែលបានលងទឹកស្លាប់គេប្រកាសជាគ្មានពេលវេលាដើម្បីមករំខានពួកយើងឡើយពេលនោះដែរក៏ស្រាប់តែអ្នកអស់ឆៅកែម្នាក់បានសួរមកគេថាលបងនេសាទត្រីរាល់ថ្ងៃតើបានច្រើនណាស់មែនទេគេបានតបថាមិនច្រើនឡើយគឺត្រឹមតែមួយថ្ងៃ200គីឡូតែប៉ុណ្ណោះលឺហើយអ្នកអស់ឆៅកែនោះភ្ញាក់ផ្អើលមែនតែនបន្តមកអ្នកនេសាទនោះបានសួរទៅគេថាតើឯងចង់ធ្វើជាអ្នកមានហើយមកនេសាទជាមួយយើងដែរអត់ក៏ប៉ុន្តែគេបានបដិសេធហើយនិយាយថាម្ដាយរបស់គេបានប្រាប់គេថានៅក្នុងទន្លេនេះយប់ឡើងគឺមានសត្វស្វាដ៏ធំមួយគឺវាស៊ីខួរក្បាលមនុស្សជាចំណីខ្ញុំខ្លាចណាស់លើដូច្នោះហើយអ្នកនេសាទម្នាក់នោះបាននិយាយថាមិនសមហេតុផលសោះពេលនោះដែរក៏ស្រាប់តែកណ្ដឹងនៃសំណាញ់របស់គេបានលឺឡើងពួកគេក៏បញ្ញាប់ទៅមើលតែម្ដងហើយបានអស់សំណាញ់នោះមកមើលទៅដូចជាធ្ងន់មែនតែនដែលជាហេតុធ្វើឲ្យពួកគេសប្បាយចិត្តហើយគិតថាមានត្រីច្រើនមិនខានក៏ប៉ុន្តែនៅពេលដែលពួកគេបានលើកសំណាញ់នោះមកដល់លើបើជាបានឃើញសាកសពមនុស្សស្រីម្នាក់នោះហើយនឹងកូនក្មេងធ្វើឲ្យពួកគេផិតភ័យមែនតែននៅពេលនោះគ្នារបស់គេបានប្រាប់ឲ្យគេប្តឹងប៉ូលីសក៏ប៉ុន្តែគេមិនព្រមឡើយហើយគេបានឃើញកងដៃគុជនៅលើដៃសាកសពនារីម្នាក់នោះធ្វើឲ្យគេចង់បានមែនតែននៅពេលគេចង់ទៅដោះកងដៃនោះទាំងអារម្មណ៍ផិតភ័យក៏ស្រាប់តែមានដៃបានចាប់ដៃគេធ្វើឲ្យគេកាន់តែភ័យតែម្ដងតែតាមពិតគឺក៏ទៅយូសោះបន្តមកគេបានសួរទៅយូថាតើលោកចង់ចាប់ខ្ញុំមែនទេខ្ញុំមិនមែនជាឃាតករសម្រាប់នាងឡើយទៅយូបានសួរទៅគេថាតើឯងនៅតែមិនដឹងពីមូលហេតុទៀតមែនទេឯងបានប្រើសំណាញ់ខុសច្បាប់ដើម្បីនេសាទត្រីនេះហើយគឺជាមូលហេតុដែលធ្វើឲ្យត្រីផុតពូជក៏ប៉ុន្តែគេនៅតែមិនព្រមទទួលស្គាល់ហើយសួរថាតើឯងមានសាក្សីដែរអត់ហើយបានគំរាមអ្នកអស់ឆៅកែទាំងអស់នោះកុំឲ្យធ្វើសាក្សីក៏ប៉ុន្តែពួកគេបានវាយខ្នោះគេបន្តមកអ្នកអស់ឆៅកែម្នាក់បានសួរគេថាឯងនិយាយថាឯងស្គាល់ផ្ទះរបស់យើងឯងនិយាយទៅផ្ទះរបស់យើងនៅឯណាហើយយើងគឺជាអ្នកណាក៏ប៉ុន្តែគេបើជាមិនដឹងបន្តមកអ្នកអស់ឆៅកែម្នាក់នោះបាននិយាយថាយើងប្រាប់ឯងទៅចុះយើងនៅឯប៉ូលីសអ៊ូហឺយើងគឺជាប៉ូលីសទិញមកឬដូច្នោះធ្វើឲ្យពួកគេភ្ញាក់ផ្អើលតែម្ដងបន្តមកទៅយូក៏បានប្រាប់ឲ្យកូនចៅរបស់គេនាំពួកគេទៅប៉ូលីសក៏ស្រាប់តែគេបានឃើញពស់ដែលត្រូវបានសង្កត់ដោយដុំថ្មគេក៏បានដោះលែងពស់នោះវិញដែលបាននិយាយថាពិតជាខុសខើមែនតែនក៏ស្រាប់តែអ្នកកសែតបានមកដល់ហើយបានសួរទៅយូថាតើពួកគេគឺជាអ្នកណាពួកគេគឺជាឃាតករមែនទេឬហើយធ្វើឲ្យបរិសនេសាទម្នាក់នោះខឹងមែនតែនហើយបានស្ដីឲ្យអ្នកកសែតថាកុំមកទម្លាក់កំហុសលើគេបន្តមកអ្នកកសែតនោះក៏បានថតរូបទៅយូដើម្បីចុះកសែតទាំងដែលទៅយូមិនចង់ឲ្យគេថតសោះលុះក្រោយមកនៅពេលដែលពួកគេបានមកដល់ប៉ូលីសទិញមកបានយកថ្នាំមកឲ្យទៅយូគេដោយសារតែគេមានរបួសនៅពេលដែលគេបានជាមួយទឹកនៅពេលនោះដែរក៏ស្រាប់តែទៅយូគេបានឃើញដៃខ្មោចចាប់មុខទិញមកក៏ប៉ុន្តែនៅពេលដែលគេបានបិទភ្នែកហើយបើកមកវិញបើជាមិនឃើញតរសោះឃើញទៅយូប្លែកដូច្នោះទិញមកបានសួរគេតែគេបានតបថាគ្មានអីឡើយបន្តមកម្ហូបចិនពួកគេបានទៅញ៉ាំបាយក៏ប៉ុន្តែគ្នារបស់គេម្នាក់មិនព្រមញ៉ាំសោះដែលជាហេតុធ្វើឲ្យពួកគេឆ្ងល់ហើយសួរគេបានសួរវិញថាតើអ្នកទាំងអស់គ្នានៅតែអាចញ៉ាំបានមែនទេនៅពេលដែលមានសាកសពនៅក្បែរបែបនេះក៏ប៉ុន្តែទិញមកបានប្រាប់គេថាឲ្យញ៉ាំទៅពេលនោះទៅយូបានសួរទៅលោកពូម្នាក់ថានៅពេលដែលគាត់បានយកសាកសពចេញពីទន្លេមកតើគាត់បានយកច្បាក់ចេញមកជាមួយដែរអត់គាត់បានតបថាច្បាក់នោះនៅក្នុងទឹកប្រហែលជាកន្លះឆ្នាំមកហើយវាកប់នៅក្នុងផុកយកមកមិនរួចឡើយបន្តមកគាត់បានប្រាប់គេទៀតថាដូចជាមានអ្វីម្យ៉ាងជាប់ករបស់សាកសពឬហើយទៅយូហើយនឹងទិញមកក៏បញ្ញាប់ទៅមើលទាំងនៅបាយតែម្ដងហើយក៏បានដកវត្ថុនោះចេញពីករបស់សាកសពយកមកមើលទៅពួកគេមិនខ្ពើមសោះតែម្ដងនៅពេលដែលពួកគេបានមើលទៅយូបាននិយាយថាមើលទៅដូចជាត្រាបន្តមកពួកគេបាននិយាយថាពិតជាចម្លែកមែនតែនសាកសពទាំងអស់គឺត្រូវតែស្អុយរលួយហើយត្រូវត្រីស៊ីជាមិនខាននៅពេលដែលនៅក្នុងទឹកបែបនេះ
ក៏ប៉ុន្តែសាកសពទាំងនេះបែរជាមិនអីហើយនៅរឹងទៀតមិនគួរឲ្យជឿតរសោះនៅពេលនោះដែរក៏ស្រាប់តែយូបានឃើញខ្មោចនៅពីក្រោយក៏ប៉ុន្តែគេបែរជាគិតថាជាមនុស្សហើយបានប្រាប់ឲ្យអាម៉ាយកកំភ្លើងមកក៏ប៉ុន្តែនៅពេលដែលពួកគេបានងាកទៅបែរជាមិនឃើញអ្វីសោះបន្តមកពួកគេបានសួរទៅយូថាតែមានរឿងអ្វីកើតឡើងគេបានប្រាប់ថាខ្ញុំបានឃើញបរិសម្នាក់ពាក់មុខក្រដាសហើយបានបីសាកសពទារកក៏ប៉ុន្តែលោកពូនោះបាននិយាយថាមិនអាចឡើយខ្ញុំបានដាក់សាកសពទារកនោះនៅក្នុងមជ្ឈូសតូចមួយរួចហើយក៏ស្រាប់តែមានមនុស្សបានគោះទ្វារដែលជាហេតុធ្វើឲ្យពួកគេភ្ញាក់ផ្អើលដោយភ័យតែម្ដងតែតាមការពិតគឺជាតាលីងហើយនៅលោកពូអ៊ូសោះបន្តមកលោកពូអ៊ូបានមើលរបស់តេយូហើយបានសួរតេយូគេបានប្រាប់គាត់ថាខ្ញុំបានបុកជាមួយនឹងវេមយ៉ាងនៅពេលដែលខ្ញុំជាយាមយកសាកសពចេញពីទឹកបន្តមកគាត់បានសួរគេទៀតថាតែរបស់ឯងបានប៉ះជាមួយសាកសពមែនទេគេក៏បានឆ្លើយប្រាប់ថាត្រូវហើយដែលជាហេតុធ្វើឲ្យគាត់ភ្ញាក់ផ្អើលមែនទែនបន្តមកគាត់បានប្រាប់គេថាគេត្រូវថ្នាំហើយដែលជាហេតុធ្វើឲ្យពួកគេគ្រប់គ្នាឆ្ងល់មែនទែនបន្តមកលោកពូអ៊ូបានបន្ថែមទៀតថាវាគឺជាអំពើធ្មប់បានអ្នកណាម្នាក់ត្រូវបានដាក់ថ្នាំប្រកាសជាមានបញ្ហាធំជាមិនខានគេតែងតែបានឃើញខ្មោចហើយបានឮសំឡេងខ្មោចពេញមួយថ្ងៃតែម្ដងបន្តមកគេនឹងសម្លាប់ខ្លួនឯងជាមិនខានហើយពួកគេទាំងអស់នោះគឺនឹងត្រូវស្លាប់ដោយមិនអាចព្យាបាលបានឡើយនៅពេលនោះតេយូបាននិយាយថាលោកគ្រូរបស់ខ្ញុំបានប្រាប់ខ្ញុំថានៅពេលដែលលោកពូត្រូវបានគេដាក់ថ្នាំលោកពូបានឃើញអ្វីគួរឲ្យខ្លាចក៏ប៉ុន្តែនៅពេលនោះលោកពូអាចកម្ចាត់ពួកវាបានភ្លាមក៏ស្រាប់តែពេលនោះតេយូបានឃើញខ្មោចយកវាទៅដាក់នៅក្នុងឆ្នាំងដែលតេលីងកំពុងតែញ៉ាំតែបានបាត់ទៅវិញនៅពេលដែលគេបានព្រិចភ្នែកបន្តមកទិញមកបានសួរទៅលោកពូអ៊ូថាតែនេះគឺជាការសណ្ដំរបស់ថ្នាំពួកអឺរ៉ុបតែដឹងពីព្រោះតែគ្រូពេទ្យបានឲ្យថ្នាំតែគេក៏ប៉ុន្តែលោកពូអ៊ូបានតបថាគាត់មិនដឹងឡើយលើកចុងក្រោយដែលគាត់បានឃើញការដាក់មន្តអាគមគឺនៅពេលដែលគាត់បានអានសៀវភៅសាសនាមួយដែលមានឈ្មោះថាផ្លូវវេទមន្តចំណាស់ឮហើយធ្វើឲ្យតេយូមានការភ្ញាក់ផ្អើលមែនទែនពីព្រោះតែគេធ្លាប់បានឮដែរលោកពូអ៊ូបាននិយាយថាសៀវភៅនោះហើយគឺជាសៀវភៅដែលបានធ្វើឲ្យបងប្រុសរបស់ឯងស្លាប់កាលពី20ឆ្នាំមុនខ្ញុំគឺជាប៉ូលីសដ៏ល្បីម្នាក់នៅទីនេះនៅពេលនោះមានក្មេងៗជាច្រើនបានបាត់នៅយប់មួយអ្នកភូមិបានប្រាប់ខ្ញុំថានៅខ្លងទ្វារទិសខាងត្បូងគេមានឈ្មោះជួញដូរខុសច្បាប់ខ្ញុំក៏បានទៅទីនោះតែម្ដងនៅទីនោះមានល្បីថាគឺមានខ្មោចឡងក៏ប៉ុន្តែខ្ញុំមិនមែនជាមនុស្សដែលជឿលើរឿងខ្មោចឡើយនៅពេលដែលខ្ញុំបានទៅដល់ខ្ញុំបានឃើញមនុស្សម្នាក់កំពុងតែស៊ីអ្វីខ្ញុំគិតថានោះគឺជាមនុស្សធម្មតាតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលដែលខ្ញុំបានទៅជិតហើយវាបានងាកមកតាមពិតវាគឺជាអ្វីដែលខ្ញុំស្មានមិនដល់វាគឺជាសត្វស្វាវាបានវាប្រហារខ្ញុំនៅពេលនោះគាត់បានតតាំងជាមួយនឹងសត្វស្វាមួយនោះហើយបានវាយវាដោយដំអិតតែវាបានដេញតាមគាត់ទៀតបន្តមកគាត់បានរុញវាដោយរទេះហើយបានធ្លាក់ចូលទៅក្នុងអណ្ដូងជាមួយគ្នាតែម្ដងបន្តមកនៅពេលដែលគាត់បានអុជភ្លើងបំភ្លឺនៅក្នុងអណ្ដូងក៏បានឃើញថានៅទីនេះគឺពោពេញទៅដោយសាកសពក្មេងៗតែម្ដងក្នុងនោះគឺមានសាកសពបងប្រុសរបស់តេយូផងដែរហើយសាកសពម្ចាស់ដីនៅទីនេះក៏នៅក្នុងអណ្ដូងនេះផងដែរលោកពូអ៊ូបានដឹងថាអ្នកដែលបានចិញ្ចឹមសត្វស្វានោះគឺជាម្ចាស់ដីនេះឯងគាត់បានមករៀនសត្វស្វានោះឲ្យចាប់ក្មេងជាចំណីដែលបានប្រើសៀវភៅមន្តអាគមមួយនោះដើម្បីសណ្ដំកូនក្មេងនៅពេលដែលគាត់បានវាចេញពីអណ្ដូងនោះដែលបានយកសៀវភៅនោះមកក៏ស្រាប់តែមានក្មេងម្នាក់បានមកដល់ហើយបានសួរគាត់ថាតើគាត់កាន់អ្វីនៅក្នុងដៃតាមពិតក្មេងម្នាក់នោះគឺជាសិស្សរបស់បរិសម្នាក់ដែលបានស្លាប់នៅក្នុងអណ្ដូងនោះឯងនៅពេលនោះទិញមកបានសួរទៅគាត់ថាបន្តមកមានរឿងអ្វីកើតឡើងបន្តទៀតគាត់បានប្រាប់ទិញមកថាក្មេងប្រុសម្នាក់នោះត្រូវបានប៉ូលីសចាប់គឺដោយសារតែគេបានសំគំនិតគេមានឈ្មោះថាលៀនហោឈិនរីឯបរិសម្នាក់នេះវិញគេមានឈ្មោះថាប៉ែសៀហ៊ូពេលនោះលៀនហោឈិនបានមករកគេគណៈពេលដែលកូនរបស់គេបានប្រាប់គេថាប៉ាកូនឃ្លានណាស់គេក៏បានយកនំប៉ាដែលគេបានធ្វើឲ្យកូនរបស់គេក៏ប៉ុន្តែដូចជាមិនបានឃើញកូនរបស់គេសោះពេលនោះលៀនហោឈិនបាននិយាយប្រាប់គេថាយើងចង់និយាយជាមួយឯងលៀនហោឈិនបានឲ្យកសែតទៅប៉ែសៀហ៊ូដែលបាននិយាយថាពេលនេះគាត់ទៅយូកំពុងតែចូលអន្ទាក់របស់ពួកយើងហើយឯងដឹងហើយថាត្រូវធ្វើយ៉ាងម៉េចគេក៏បានតបថាមិនអីទេខ្ញុំនឹងធ្វើការចាត់ចែងនៅថ្ងៃស្អែកនេះបន្ទាប់ពីខ្ញុំរៀបចំអាហារឲ្យប្រពន្ធកូនរបស់ខ្ញុំរួចក៏ប៉ុន្តែនៅពេលនោះបើជាបាត់លៀងហោឈិនទៅវិញឃើញតែថ្នាំមួយដបតែប៉ុណ្ណោះគេក៏បានទៅយកដោយសប្បាយចិត្តតែម្ដងបន្តមកគេបានទៅរកប្រពន្ធរបស់គេដែលបានប្រាប់ប្រពន្ធគេថាពេលនេះនំប៉ាវឆ្អិនហើយក៏ប៉ុន្តែប្រពន្ធរបស់គេមិនឆ្លើយតបជាមួយគេសោះគេក៏បាននាំកូនរបស់គេទៅលេងនៅខាងក្រៅតែតាមពិតកូនរបស់គេគ្មានរូបរាងឡើយគឺជាការរវើរវាយរបស់គេតែប៉ុណ្ណោះហើយប្រពន្ធរបស់គេវិញគឺបានស្លាប់បាត់ទៅហើយគេបានដាក់នៅក្នុងមឈូសហើយមានអំបិលនៅពេញនោះតែម្ដងងាកមកមើលខាងនេះវិញតលីងបានសួរទិញមករកនំប៉ាវក៏ប៉ុន្តែគេបានតបថាគ្មានឡើយបន្តមកទិញមកបានសួរទៅលោកពូថាមានរឿងអ្វីកើតឡើងបន្តទៀតគាត់បានតបថាគឺគាត់បានបាត់បង់ការងារនោះឯងគឺដោយសារតែជារបស់គាត់ខ្លាចជាបែបនេះគាត់ធ្វើអីកើតគឺគាត់បានចាប់ផ្ដើមមុខរបររបស់គាត់បន្តិចបន្តួចហើយគាត់បានអរគុណគ្រូរបស់ពួកគេផងដែរដែលបានជួយគាត់ទើបគាត់អាចនៅរស់ពេលនោះទិញមកបានសួរគាត់ទៀតថាតើម្ដាយហើយនឹងកូនពីរនាក់នោះបានស្លាប់គឺដោយសារតែផ្លូវវេទមន្តចំណាស់នោះមែនទេហើយតេ
យូឈឺដោយសារតែលៀនហោឈិញនោះមែនទេបន្ទាប់មកលោកពូអ៊ូបាននិយាយប្រាប់ពួកគេថាកាលពីសម័យបុរាណវេទមន្តខ្មៅមួយនោះបានធ្វើឲ្យមានទឹកជំនន់តែក្រោយមកពួកគេបានយកគោក្របី9ក្បាលខ្លា2ហើយនិងមាន់1ដើម្បីឲ្យទន្លេហើយហើរស្ងប់វិញមួយនេះគឺជាខ្លា2ហើយនិងវេទមន្តខ្មៅនោះឯងដំបងឡើយពួកគេបានយកត្រាមួយនេះទៅចាក់ចូលនៅក្នុងសាកសពម្ដាយគុណ2នាក់នោះឯងគឺដើម្បីធ្វើឲ្យធាតុខ្យល់ហើយនិងធាតុដីបានជួបគ្នានៅក្នុងបាតទន្លេហើយបង្កឲ្យមានទឹកជំនន់ម្ដងទៀតនៅពេលដែលបានលើដូច្នោះតើលីងបានសួរទៅលោកពូអ៊ូថាលោកពូតើលោកពូកំពុងតែនិយាយរឿងនិទានមែនទេឬហើយធ្វើឲ្យទិញមកមិនសប្បាយចិត្តសោះហើយសួរគេថាឯងមកទីនេះធ្វើអីគេក៏បានតបថាឯងសួរបែបនេះល្អណាស់ខ្ញុំមកនេះគឺដោយសារតែទទួលការពឹងពាក់ពីមនុស្សម្នាក់គាត់គឺជាលោកស៊ឺក្រែងអ្នកទាំងអស់គ្នាបានដឹងហើយតើអំពីសាកសពម្ដាយគុណ2នាក់នោះគ្រប់គ្នាបាននិយាយថានាងបានលោតទឹកសម្រាប់ខ្លួនគឺដោយសារតែនាងមានផ្ទៃពោះមុនរៀបការលោកស៊ឺបានប្រាប់ខ្ញុំឲ្យនាំពាក្យរបស់គាត់ប្រាប់អ្នកទាំងអស់គ្នាថានៅពេលដែលអ្នកទាំងអស់គ្នាដោះស្រាយបញ្ហានេះបានទោះជាយូរយ៉ាងណាក៏ដោយហើយអាចបាត់បត់ប្រជាជនបានទោះជាអ្នកទាំងអស់គ្នាចង់បានអីក៏គាត់យល់ព្រមដែរហើយខ្ញុំក៏អាចទទួលបានប្រាក់លើកទឹកចិត្តផងដែរលើដូច្នោះធ្វើឲ្យទិញមកមិនសប្បាយចិត្តហើយបានថាឲ្យគេថាឯងគិតតែពីលុយតែប៉ុណ្ណោះបន្តមកតើយូបានសួរលោកពូអ៊ូថាតើលោកពូមានអ្វីឯប្រយុទ្ធជាមួយនឹងវេទមន្តឆ្ពិនភ្នែកបានទេខ្ញុំអាចនឹងត្រូវវិជាពិសាច់នោះសណ្ដំកាន់តែខ្លាំងឬគាត់បានប្រាប់គេថាស្លាប់ដើម្បីរស់រស់ដើម្បីស្លាប់អ្វីដែលឯងមិនចង់ប្រជុំមុខក៏ប៉ុន្តែឯងត្រូវតែប្រជុំមុខតើយូបានប្រាប់គាត់ថាខ្ញុំដូចជាមិនយល់សោះគាត់បានតបវិញថាគាត់ក៏មិនយល់ដែរក៏ប៉ុន្តែគាត់ធ្លាប់បានប្រាប់គេថាគ្រូរបស់គេធ្លាប់បានប្រយុទ្ធជាមួយនឹងវេទមន្តខ្មៅនោះនៅពេលដែលបាននិយាយដូច្នោះតើយូបាននិយាយទៅលីងឲ្យប្រាប់លោកស៊ឺថាគេយល់ព្រមក៏ប៉ុន្តែគេមិនត្រូវការលុយរបស់គាត់ឡើយដែលជាហេតុធ្វើឲ្យតើលីងភ្ញាក់ផ្អើលមែនទែនហើយបានសួរគេថាឯងត្រូវការអីឯងចង់ការពារធានជិននេះមែនទេឯងក៏ជឿលើអបិជំនឿដែលមិនសមហេតុផលនោះដែរក៏ប៉ុន្តែលោកពូអ៊ូបានតបថាមិនមែនមិនសមហេតុផលឡើយមួយរយៈនេះការជួយដីគឺមានញឹកញាប់ណាស់គឺដោយសារតែធាតុដីហើយនិងធាតុខ្យល់នៅឯបាតទន្លេគឺនឹងជួបប្រសពគ្នាក្នុងពេលឆាប់នេះក៏ប៉ុន្តែតើលីងវិញគេនៅតែមិនយល់ពេលនោះតើយូបាននិយាយថាទោះជាពិតឬក៏មិនពិតតែខ្ញុំបានត្រៀមខ្លួនរួចរាល់អស់ហើយគឺដើម្បីស្វែងរកយុត្តិធម៌លុះព្រឹកឡើងពួកគេបានមកផ្សារហើយបានដាក់កាត់កន្លែងដែលប៉ៃសេហួរលក់សាច់ជ្រូកពួកគេបានជួបគ្នានៅហាងលក់គុយទាវមួយបន្តមកទិញមកបានប្រាប់តើយូថាខ្ញុំបានដឹងថាប៉ូលីសធ្លាប់មានឯកសារនោះក៏ប៉ុន្តែវាត្រូវបានបញ្ជូនទៅកន្លែងមនុស្សគណៈពេលដែលមានសង្គ្រាមពួកគេបានដឹងថានោះគឺជាបណ្ណាល័យមួយដែលតែងតែល្បីថាមានខ្មោចលងក៏ប៉ុន្តែនៅពេលដែលពួកគេបានមកដល់អ្នកដែលបានធ្វើការនៅទីនេះបែរជាមិនអនុញ្ញាតឲ្យពួកគេមើលឯកសារនោះគឺដោយសារតែពួកគេមិនមានលិខិតអនុញ្ញាតត្រឹមត្រូវពួកគេព្យាយាមបញ្យល់ប្រាប់នាងថាពួកគេគឺជាប៉ូលីសក៏ប៉ុន្តែនាងនៅតែមិនស្ដាប់ពីព្រោះតែនេះគឺជាបទបញ្ញត្តិនៅទីនេះនាងបាននិយាយយ៉ាងដាច់ខាតតែម្ដងថាទេគឺទេដែលជាហេតុធ្វើឲ្យពួកគេហួសចិត្តតែម្ដងនារីម្នាក់នេះនាងមានឈ្មោះថាលីវហ្វាងពួកគេក៏បាននាំគ្នាទៅវិញតែម្ដងលុះយប់ឡើងពួកគេបាច់ជានាំគ្នាឡើងតាមជញ្ជាំងដើម្បីបានចូលទៅក្នុងបណ្ណាល័យមួយនោះក៏ប៉ុន្តែពួកគេបាច់ជាឆ្លោះគ្នាគឺដោយសារតែធ្វើការមិនបានសម្រេចហើយមកធ្វើចរិតដូចចោលបែបនេះបន្តមកនៅពេលដែលពួកគេបានឃើញលីវហ្វាងហើយនិងអ្នកស្រីម្នាក់បាននាំគ្នាចេញទៅផ្ទះពួកគេក៏បានលបលួចចូលទៅក្នុងបណ្ណាល័យនោះតែម្ដងនៅពេលដែលពួកគេបានចូលមកហើយពួកគេបានឆ្ងល់ថាហេតុអីក៏បណ្ណាល័យមួយនេះមានកញ្ចក់ច្រើនបែបនេះនៅពេលនោះដែលក៏ស្រាប់តែបានឃើញរូបភាពមួយទៀតគឺបរិសុទ្ធចំណាស់ម្នាក់បានឃើញនារីម្នាក់បានស្លាប់នៅទីនេះគឺដោយសារតែគេសម្លាប់ធ្វើឲ្យគាត់ផិតភ័យមែនទែនតាមពិតតេលីងកំពុងតែនិយាយរឿងនោះប្រាប់ពួកគេទាំងពីរនាក់នៅពេលដែលពួកគេបានដើរហួសកញ្ចក់ក៏ស្រាប់តែបានឃើញខ្មោចនៅក្នុងកញ្ចក់គឺខ្មោចស្រីនោះឯងរីឯទិញមកវិញគេមិនជឿអ្វីដែលតេលីងបានប្រាប់ពួកគេឡើយបន្តមកពួកគេបានរកឃើញថតតុកមួយដែលជាថតតុកដែលបានដាក់ឯកសារដែលពួកគេត្រូវការរកនោះឯងតែបើកមិនចេញសោះតេលីងក៏បានយកដែកលុះមកដើម្បីឆ្កឹះសោនោះក៏ប៉ុន្តែមិនមែនជាការងាយឡើយពេលនោះពួកគេបាននិយាយថាដូចជាធំក្លិនអ្វីម្យ៉ាងក្លិនដូចជាកាពះជ្រូកអញ្ចឹងនៅពេលនោះដែលក៏ស្រាប់តែពួកគេបានឮសំឡេងមនុស្សដើរនៅពេលដែលពួកគេបានងាកមកបើជាមិនឃើញមានអ្វីសោះក៏ប៉ុន្តែតេលីងគេភ័យមែនទែនបន្តមកពួកគេបានឆ្កឹះម្ដងទៀតបើកបានហើយពេលនេះពួកគេសប្បាយចិត្តតែម្ដងក៏ប៉ុន្តែនៅពេលដែលពួកគេងាកមកម្ដងទៀតពួកគេភ័យខ្លាំងមែនទែនតែតាមពិតនោះគឺជាលីវហ្វាងសោះនាងបានសួរទៅពួកគេថាពួកលោកមកទីនេះធ្វើអីមកលួចមែនទេពួកលោកគឺជាចោរមែនទេបន្តមកនាងបានស្រែកឲ្យគេជួយក៏ប៉ុន្តែពេលនោះតែយូបានឃើញខ្មោចនៅពីក្រោយនាងគេបានសួរទិញមកថាតើឯងបានឃើញអ្វីនៅពីក្រោយនាងដែរអត់ក៏ប៉ុន្តែគេបានតបថាគ្មានឡើយបន្តមកនៅពេលដែលនាងបានងាកទៅក៏ស្រាប់តែខ្មោចនោះបានដេញចាក់ពួកគេធ្វើឲ្យពួកគេភ័យខ្លាចមែនទែនក៏ប៉ុន្តែនៅពេលដែលពួកគេបានរត់ឆ្ងាយទៅបើជាបានឃើញថាបណ្ណាល័យមួយនេះពិតជាវែងមែនទែនដែលជាហេតុធ្វើឲ្យពួកគេឆ្ងល់ហេតុអីក៏ខ្លាចជាបែបនេះពួកគេក៏បានរត់ចែកផ្លូវគ្នាតែយូបានចាប់ទាញដែលលីវហ្វាងដែលជាហេតុធ្វើឲ្យអណ្ដើករបស់នាងបានធ្លាក់ធ្វើឲ្យនាងព្រួយបារម្ភមែនទែនក៏ប៉ុន្តែខ្មោចនោះបែរជារអិលដួលដោយសារតែទឹកអណ្ដើករបស់នាងដែលជាហេតុធ្វើឲ្យពួកគេឆ្ងល់មែនទែនហេតុអីក៏ខ្មោចអាចដួលបានរីឯពួកគេទាំងពីរនាក់នេះវិញនៅពេលដែលពួកគេបានរត់មកដល់ទីនេះហើយបានឃើញខ្មោចនោះព្រមទាំងមានមួយទៀតនៅពីក្រោយធ្វើឲ្យពួកគេភ័យខ្លាចមែនទែននៅពេលនេះតែយូបានដឹងហើយថានេះគ្រាន់តែជាការបំផន់ភ្នែកតែប៉ុណ្ណោះហើយបានប្រាប់ឲ្យពួកគេបិទភ្នែកហើយរត់មកពួកគេក៏បានធ្វើតាមទៅយូគណៈពេលដែលខ្មោចម្ខាង
ងទៀតសម្រុកមកក៏បានឃើញថានេះគឺជាការបំផន់ភ្នែកពិតមែនខ្មោចទាំងពីរនោះក៏បានមកគុំជារូបតែមួយវិញហើយបានហាយពោះខ្លួនឯងក្នុងពោះគឺសុទ្ធតែជាគ្រឿងដែកតែយូក៏បានគប់ពើគណៈពេលដែលខ្មោចនោះបានហក់មកនៅពេលដែលបែកកញ្ចក់ក៏បានឃើញថាមានបរិសម្នាក់ពាក់ក្បាលជ្រូកនេះគឺជាការបំផន់ភ្នែកពិតមែនគេដោយសារតែថ្នាំនៅក្នុងដៃរបស់គេនោះឯងពួកគេក៏បានដេញតាមចាប់បរិសក្បាលជ្រូកនោះគេក៏បានតដៃជាមួយនឹងទេយូដើម្បីរត់គេចខ្លួនទេយូបានរត់បំមុខទូដែលជាហេតុធ្វើឲ្យគេដួលបន្តមកគេព្យាយាមតដៃដែលបានប្រើកំបិតក៏ប៉ុន្តែមើលទៅគេដូចជាខ្លាំងមែនតែនដែលជាហេតុធ្វើឲ្យទេលីងខ្លាចទេយូហើយនឹងទីងមកបានចាប់គេជាប់ទេលីងក៏បានរត់បំមុខគេនៅពេលនោះតែម្ដងក៏ប៉ុន្តែនៅពេលនោះបរិសក្បាលជ្រូកម្នាក់នោះបានដុតដបប្រេងហើយគប់ពួកគេដែលជាហេតុធ្វើឲ្យភ្លើងឆាប់ឆេះនៅពេលដែលបានគេដូច្នោះទេយូបានប្រាប់ឲ្យពួកគេទាំងពីរនាក់រត់ចេញទៅរីឯគេវិញទៅជួយលីវហ្វាងដែលកំពុងតែរកអណ្ដើករបស់នាងបន្តមកគេក៏បានយកកៅអីបែកកញ្ចក់បង្អួចហើយក៏បាននាំនាងលោតពីលើអគារនោះចូលទៅក្នុងទន្លេនៅពេលនោះតែម្ដងងាកមកមើលយូស៊ីដែលជាបរិសនេសាទនោះវិញគេមិនសប្បាយចិត្តសោះនៅពេលដែលមានមនុស្សបានមកសួរគេថាពួកគេរកបានត្រីហើយនៅហើយគំរាមយកដុំថ្មគប់ម្នាក់នោះទៀតផងដែលជាហេតុធ្វើឲ្យម្នាក់នោះខ្លាចហើយទៅវិញនៅពេលនោះដែរក៏ស្រាប់តែកណ្ដឹងសំណាញ់របស់គេបានរោទៀតហើយធ្វើឲ្យពួកគេគិតថាត្រីបានជាប់ក៏ប៉ុន្តែនៅពេលដែលពួកគេបានទាញសំណាញ់នោះក៏ស្រាប់តែមានដៃបានចាប់ដៃគេតាមពិតគឺទៅយូសោះធ្វើឲ្យគេខ្លាចមែនតែនហើយក៏ប្រាជាខឹងនៅពេលដែលបានដឹងថាគឺជាទៅយូហើយក៏បានរត់ពីព្រោះខ្លាចទៅយូចាប់គេទៀតទៅយូចង់បកស្រាយក៏ប៉ុន្តែគេមិនបានស្ដាប់សោះបន្តមកទៅយូបានយកអណ្ដើករបស់លីវហ្វាងឲ្យនាងវិញធ្វើឲ្យនាងសប្បាយចិត្តមែនតែនក្រោយមកគណៈពេលដែលទៅយូកំពុងតែហាលឯកសារគេបានសួរទៅនាងថានាងចូលចិត្តនិយាយជាមួយសត្វតែវាគឺជាគ្រួសាររបស់នាងមែនទេនាងក៏បានតបថាត្រូវហើយវាគឺជាប្អូនប្រុសរបស់ខ្ញុំឬហើយធ្វើឲ្យទៅយូឆ្ងល់នាងក៏បានបន្ថែមទៀតថាប្អូនប្រុសខ្ញុំគេបានស្លាប់នៅក្នុងសង្គ្រាមដែលបន្សល់ទុកនៅអណ្ដើកមួយនេះឲ្យខ្ញុំបន្តមកនាងបានសួរទៅគេវិញថាហេតុអីក៏លោកជាយាមចង់បានឯកសារនេះយ៉ាងនេះគេក៏បានតបថាគឺដើម្បីបងប្រុសរបស់ខ្ញុំបងប្រុសរបស់ខ្ញុំគាត់ក៏បានស្លាប់ដែរប៉ុន្មានថ្ងៃមុនខ្ញុំបានរកឃើញថាមនុស្សម្នាក់នៅក្នុងឯកសារនេះគឺជាអ្នកសម្លាប់គាត់ពេលនោះលីវហ្វាងបាននិយាយថាគឺជាគំនុំដែលជាហេតុធ្វើឲ្យទៅយូហួសចិត្តដែលនាងនិយាយពាក្យបែបនេះហើយបាននិយាយប្រាប់នាងថាខ្ញុំគ្រាន់តែចង់សងសឹកឲ្យគាត់តែប៉ុណ្ណោះក៏ប៉ុន្តែនាងបានតបថានេះមិនដូចជាការសងសឹកសោះដូចជាការធ្វើទរណកម្មលើខ្លួនឯងច្រើនជាងនៅពេលនោះដែរតែយូបានឃើញរូបភាពដែលបងប្រុសរបស់គេបានលងលំគេថាពួកយើងអស់ចាជាងក្មេងៗដែលមានឪពុកម្ដាយពីព្រោះតែពួកយើងគ្មានឪពុកម្ដាយផងក៏ប៉ុន្តែពួកយើងអាចនៅរស់ហើយក៏បានសន្យាជាមួយនឹងទៅយូថាគេនឹងទិញរូបសូនឲ្យទៅយូនៅពេលដែលគេរកប្រាក់បានដោយសារតែទៅយូយំចង់បាននៅពេលដែលទៅយូបាននឹកឃើញរូបភាពនោះហើយគេបាននិយាយថានេះគឺជាកំហុសរបស់ខ្ញុំក៏ប៉ុន្តែពេលនោះលីវហ្វាងបាននិយាយថាភ្ញាក់ឡើងមនុស្សគ្រប់គ្នាតែងតែរស់ក្នុងវិបដិសារីបើសិនជាមនុស្សគ្រប់គ្នាតែងតែកើតទុកដោយសារតែរឿងអតីតកាលតើពួកគេអាចបន្តរស់នៅបានដែរទេជួនកាលវាពិតជាល្អដែលយើងទុកក្នុងចិត្តហើយប្រាប់ខ្លួនឯងថាកុំធ្វើឲ្យមានកំហុសដូចមុនទៀតហើយក៏បានហៅទៅយូថាអរិយទឹកដែលជាហេតុធ្វើឲ្យទៅយូរអៀសចិត្តហើយនិយាយថាកុំហៅគេបែបនោះអីព្រមទាំងបានសួរថាតែខ្ញុំអាចស្វែងរកផុសតាងអំពីលៀនហោឈីងនៅឯណាទៅនៅពេលដែលបានលេខឈ្មោះលៀនហោឈីងលីវហ្វាងក៏បានសួរថាតើលោកកំពុងតែនិយាយអំពីរឿងក្តីកាលពី20ឆ្នាំមុននោះមែនទេដែលជាហេតុធ្វើឲ្យគេភ្ញាក់ផ្អើលដែលនាងបានដឹងបន្តមកនាងបានប្រាប់គេថាខ្ញុំបានធ្វើការនៅក្នុងបណ្ណាល័យនោះខ្ញុំបានអានឯកសារដែលពាក់ព័ន្ធជាមួយនឹងគេប៉ូលីសបានរកឃើញថាគេបានមកពីភូមិមួយដែលមានឈ្មោះថាឈិនថាំងក្រោយមកគេបានក្លាយទៅជាអ្នកសំទាននៅក្នុងតំបន់វៃជាហ្វិនរយៈពេល2-3ឆ្នាំក៏ប៉ុន្តែលែងមានអ្នកណាបានឃើញគេទៀតហើយតាំងពីពេលនោះមកនៅពេលនោះដែរក៏ស្រាប់តែបងប្អូនរបស់គេពីរនាក់នោះបានមកដល់ហើយបានហៅគេតែយូបានសួរទៅពួកគេវិញថាតើពួកគេបានចាប់អាក្បាជ្រូកនោះបានដែរអត់ក៏ប៉ុន្តែពួកគេស្ងៀមតែម្ដងងាកមកមើលខាងនេះវិញពេលនេះអ្នកភូមិបានជួយគ្នាដើម្បីពន្លត់ភ្លើងដែលបានឆាប់ឆេះនោះក៏ប៉ុន្តែអាក្បាជ្រូកនោះបានរត់បញ្ច្រាស់អ្នកភូមិដែលជាហេតុធ្វើឲ្យអ្នកភូមិឆ្ងល់ហើយបានស្រែកថាកុំមករំខានពិតជាស្អុយមែនតែនហើយពួកគាត់បានគិតថាគេគឺជាបិសាចក្រោយមកនៅពេលដែលគេបានរត់មកដល់កន្លែងស្ងាត់ក៏ស្រាប់តែគេបានរត់បុកយូស៊ីដែលជាបរិសនេសាទនោះដែលជាហេតុធ្វើឲ្យយូស៊ីភ័យខ្លាចមែនតែននៅពេលដែលគេបានឃើញក្បាជ្រូកនោះនៅពេលដែលក្បាជ្រូកនោះរត់ទៅបាត់គ្នារបស់គេបានសួរទៅយូស៊ីថាតើយើងធ្វើយ៉ាងម៉េចទៀតពីព្រោះតែឧបករណ៍នេសាទរបស់យើងត្រូវបានរឹបអូសទៀតហើយពួកយើងគ្មានប្រាក់ដើម្បីទិញថ្មីទៀតឡើយឬហើយធ្វើឲ្យយូស៊ីខឹងមែនតែនបន្តមកគេបាននិយាយថាពីពេលនេះតទៅពួកយើងនៅឲ្យឆ្ងាយពីទឹកពួកយើងត្រូវរកមុខរបរនៅលើដីវិញម្ដងដែលជាហេតុធ្វើឲ្យគ្នារបស់គេឆ្ងល់ថាយើងត្រូវធ្វើយ៉ាងម៉េចក៏ស្រាប់តែគេបានឃើញមនុស្សស្រីម្នាក់ដើរម្នាក់ឯងគេបាននិយាយប្រាប់គ្នារបស់គេថាពួកយើងត្រូវធ្វើជាមនុស្សអាក្រក់នៅលើដីក៏ប៉ុន្តែគ្នារបស់គេបែរជានិយាយថាពិតជាអស្ចារ្យមែនងាកមកមើលក្បាលជ្រូកនេះវិញតាមពិតគេគឺជាប៉ៃសេហ៊ូគេបានហៅរកកូនរបស់គេក៏ប៉ុន្តែគ្មានការឆ្លើយតបសោះបន្តមកគេបានទៅរកប្រពន្ធរបស់គេដែលកំពុងតែដេក
ក្នុងមជ្ឈុហើយបានរកកូនរបស់គេហេតុអីក៏មិនឃើញកូនរបស់ខ្ញុំក៏ស្រាប់តែលៀនហោឈីងបានមកដល់គេក៏បានសុំថ្នាំពីលៀនហោឈីងពីព្រោះតែគេចង់ឃើញប្រពន្ធកូនរបស់គេក៏ប៉ុន្តែលៀនហោឈីងបានតបថាឯងបានបរាជ័យក្នុងការធ្វើការងាររបស់ឯងតែឯងចង់ឲ្យអីមកយើងខ្ញុំហ៊ានឲ្យគ្រប់យ៉ាងខ្ញុំហ៊ានសម្លាប់គាត់ទៅយូរឲ្យតែខ្ញុំបានឃើញប្រពន្ធកូនរបស់ខ្ញុំហើយគេបានថ្វាយបង្គំលៀនហោឈីងដែលបានបោកក្បាលរបស់គេមិនឈប់អង្វរលៀនហោឈីងបន្តមកលៀនហោឈីងក៏បានបើកមុខរបស់គេមកហើយគេបាននិយាយថាពេលនេះខ្ញុំឲ្យឱកាសម្ដងទៀតទៅឯងបន្តមកគេក៏បានបាច់ថ្នាំនោះមកឲ្យបាយស៊ីហ៊ូដែលជាហេតុធ្វើឲ្យគេសប្បាយចិត្តមែនទែនពីព្រោះតែគេបានឃើញប្រពន្ធកូនរបស់គេនៅទីនេះរីឯពួកគេទាំង3នាក់នេះវិញពួកគេបានមកដល់ផ្ទះមួយដែលមានជីតាហើយនឹងចៅស្រីម្នាក់គឺគាត់ជាអ្នកលក់គៀវពួកគេបានកំងគៀវពីលោកតាគណៈពេលដែលលោកតាកំពុងតែដួសគៀវឲ្យពួកគេបាននិយាយអំពីភូមិវៃជាហ្វិនដែលជាហេតុធ្វើឲ្យគាត់ចាប់អារម្មណ៍ហើយគាត់បានសួរពួកគេនៅពេលដែលគាត់បានយកគៀវឲ្យពួកគេថាពួកគេធ្វើដំណើរទៅភូមិវៃជាហ្វិនមែនទេពួកគេក៏បានឆ្លើយប្រាប់ថាត្រូវហើយក៏ប៉ុន្តែគាត់បានប្រាប់ពួកគេថាកុំទៅអីដែលជាហេតុធ្វើឲ្យពួកគេឆ្ងល់ហើយសួរថាហេតុអីបន្តមកគាត់បានប្រាប់ពួកគេថានៅទីនោះគឺជាកន្លែងរបស់ពួកមនុស្សចង្រៃអត្តបាតតែប៉ុណ្ណោះដែលពោពេញទៅដោយអំពើបាបជួនកាលមានខ្មោចឡងទៀតផងគឺដោយសារតែពួកគេបានស្លាប់ព្រោះតែរងទុក្ខលំបាកខ្លាំងពេកមានគេបាននិយាយថានៅទីនោះគឺមានទន្លេយិនយ៉ាងនៅពីក្រោមភូមិហើយវានឹងបង្ហាញខ្លួននៅកណ្ដាលអាធ្រាត្រជាមិនខានដើម្បីពន្លិចភូមិនោះហើយអ្នកណាក៏ដោយឲ្យតែបានលិចចូលទៅក្នុងទន្លេនោះប្រកាសជាត្រូវចុះនរកជាមិនខានក៏ប៉ុន្តែទិញមកបាច់ជាសាច់នៅពេលដែលគេបានលើបន្តមកតើលីងបាននិយាយទៅគាត់ថាពួកយើងមិនមែនជាមនុស្សត្រូវចុះនរកឡើយតែគៀវនេះពិតជាឆ្ងាញ់មែនទែនខ្ញុំចង់ញ៉ាំមួយចានទៀតតែលោកតាបានតបប្រាប់ពួកគេថាសុំទោសផងពីព្រោះខ្ញុំលក់អស់ហើយម្យ៉ាងវិញទៀតបន្ទាប់ពីអ្នកទាំង3បានញ៉ាំរួចហើយអ្នកទាំង3គួរតែឆាប់ចេញភ្លាមពីព្រោះតែនឹងមានភ្លៀងធ្លាក់បន្តិចទៀតនេះឯងខ្ញុំចង់ប្រាប់រឿងមួយនៅពេលដែលមេឃងងឹតបើទោះជាពួកលោកគិតថាគ្មាននរកកុំឲ្យអ្នកណាចាប់ពួកលោកបាននៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងបន្ទាប់មកគាត់បានប្រាប់ឲ្យពួកគេមើលទៅទិសខាងកើតគឺមេឃខ្មៅមែនទែនលោកក្រោយមកពួកគេទាំង3នាក់បានមកដល់កន្លែងមួយធ្វើឲ្យពួកគេឆ្ងល់មែនទែនពីព្រោះមើលទៅទីនេះមិនសមជាកន្លែងដែលត្រូវគេបោះបង់ចោលសោះពេលនោះដែរក៏ស្រាប់តែពួកគេបានឃើញមនុស្សក្បាលពីរធ្វើឲ្យពួកគេភ័យតែម្ដងក៏ប៉ុន្តែតាមពិតគឺក្បាលខ្លាំងសោះពេលនោះបរិសម្នាក់នោះក៏បានអញ្ជើញពួកគេចូលទៅខាងក្នុងនៅពេលដែលពួកគេបានចូលមកក៏បានឃើញថានៅទីនេះគឺពោពេញទៅដោយការសម្ដែងសៀកឆ្ពិនភ្នែកប្លែកតែម្ដងតើលីងបានអើតមើលទៅខាងក្នុងក៏បានឃើញនារីពស់ធ្វើឲ្យគេចាប់អារម្មណ៍ក៏ប៉ុន្តែគេមិនអាចចូលមើលបានឡើយគេដោយសារតែគេមិនបានទិញសម្បត្តិនៅពេលនោះតើយូបានសួរទៅបរិសក្បាលពីរនោះថានៅទីនេះពិតជាឆ្ងាយពីទីក្រុងខ្លាំងណាស់តើលោករកស៊ីយ៉ាងម៉េចទៅបរិសម្នាក់នោះក៏បានឆ្លើយប្រាប់គេថាតាមពិតខ្ញុំពិតជាចង់ទៅបើករកស៊ីនៅទីក្រុងខ្លាំងណាស់ក៏ប៉ុន្តែខ្ញុំអត់មានប្រាក់ដើម្បីបង់ថ្លៃការពារឡើយបន្តមកគេបាននិយាយប្រាប់ទៅយូថាពួកយើងនឹងមានការសម្ដែងពិសេសយប់នេះដូច្នេះខ្ញុំសូមលាលោកសិនហើយបន្តមកគេក៏បានទៅតែម្ដងនៅពេលនោះទៅយូបាននិយាយប្រាប់មិត្តភក្តិរបស់ពួកគេទាំងពីរនាក់ថាត្រូវតែប្រយ័ត្នប្រយែងពីព្រោះខ្ញុំគិតថាទីនេះមិនធម្មតាឡើយបន្តមកពួកគេក៏បានដាស់សួរអំពីលៀនហោឈីងក៏ប៉ុន្តែអ្នកគ្រប់គ្នានៅទីនេះឆ្លើយថាពួកគេមិនដែលឮហើយក៏មិនដែលស្គាល់ឡើយលោកក្រោយមកពួកគេបានមកពិហបាក់បាច់មួយដើម្បីសម្រាកនៅពេលយប់ពួកគេនៅតែមិនអស់ចិត្តគឺដោយសារតែមិនអាចស្វែងរកព័ត៌មានអំពីលៀនហោឈីងបាននៅពេលនោះក្មេងប្រុសអនាថាម្នាក់នៅក្បែរនោះបានសួរពួកគេថាតើពួកលោកស្វែងរកលៀនហោឈីងដែលមកពីឈិនថាំងមែនទេគឺខ្ញុំស្គាល់នៅពេលដែលបានលើដូច្នោះតែយូក៏បានឲ្យនំទៅគេដើម្បីឲ្យគេប្រាប់បន្តទៀតបន្តមកក្មេងម្នាក់នោះបាននិយាយប្រាប់ពួកគេថាខ្ញុំបានឮថាម្ដាយរបស់គេមានផ្ទៃពោះមុនរៀបការបន្ទាប់ពីគាត់ត្រូវបានគេជួយសង្គ្រោះចេញពីទន្លេនៅពេលដែលគេបានកើតមកដោយសារតែគេមានប្រស្រីភ្នែកចម្លែកដែលជាហេតុធ្វើឲ្យអ្នកភូមិបានគិតថាគេគឺជាបិសាចចាប់ជាតិក្រោយមកនៅពេលដែលម្ដាយរបស់គេបានស្លាប់គេត្រូវបានអ្នកភូមិបណ្ដេញចេញពីភូមិហើយគេក៏បានផ្លាស់ប្ដូរមករស់នៅឯភូមិវៃជាហ្វិនហើយបានក្លាយជាបងប្អូនធម៌ជាមួយនឹងអ្នកសុំទាន2នាក់បងប្អូនបង្កើតដែលពួកគេបានស្បោះស្បាជាមួយគ្នាថ្ងៃមួយនៅពេលដែលលៀនហោឈីងសុំទានបានហើយយកអាហារមកញ៉ាំបងប្អូនទាំងពីរនាក់នោះបានសុំគេញ៉ាំដែរពីព្រោះពួកគេពិតជាឃ្លានមែនទែនក៏ប៉ុន្តែគេមិនចង់ឲ្យបងប្អូនពីរនាក់នោះញ៉ាំឡើយហើយនិយាយថាជារបស់គេពេលនោះបងប្អូនពីរនាក់នោះបាននិយាយថាពួកខ្ញុំតែយកអាហាររបស់ខ្ញុំឲ្យបងញ៉ាំដែរហើយមិនបានមើលងាយបងតរសោះសំបីតែអ្នកភូមិហៅបងថាបិសាចចាប់ជាតិនៅពេលដែលបានលើដូច្នោះលៀនហោឈីងបាននិយាយប្រាប់ពួកគេថាខ្ញុំនិយាយលេងសោះនឹងហើយក៏បានឲ្យពួកគេញ៉ាំអាហារដែលគេរកបានគណៈពេលនោះលៀនហោឈីងបានយកដុំឥដ្ឋមកហើយបានវាយសម្លាប់បងប្អូនទាំងពីរនាក់នោះនៅពេលនោះក៏ស្រាប់តែបរិសចំណាស់ម្នាក់បានមកដល់ហើយបាននិយាយថាឯងពិតជាឈាមត្រជាក់មែនហ៊ានវាយសម្លាប់បងប្អូនខ្លួនឯងបរិសម្នាក់នោះហើយដែលជាមនុស្សឆ្លុះវង្វេងជាមួយនឹងអាគមខ្មាំងងឹតគាត់បានយកលៀនហោឈីងធ្វើជាបរិវាររបស់គាត់ប
បន្ទាប់មកពួកគេបានកប់បងប្អូនទាំងពីរនាក់នោះនៅក្រោមដើមឈើមួយខ្ញុំប្រាប់លោកណាបើសិនជាលោករកឃើញគេកុំជឿពីសម្ដីដែលគេបាននិយាយសោះហើយចំណុចខ្សែរបស់គេគឺជាស្មាខាងឆ្វេងពីព្រោះតែគេធ្លាប់ត្រូវរបួសនៅពេលនោះតែយូបានសួរទៅក្មេងប្រុសម្នាក់នោះថាហេតុអីក៏អញដឹងច្បាស់យ៉ាងនេះក្មេងប្រុសនោះបាននិយាយថាត្រូវតែសងសឹកឲ្យខ្ញុំណាអរិយទឹកតាមពិតគឺទៅយូយល់សពសោះបន្ទាប់មកគេបានសួរទៅមិត្តភក្តិរបស់គេទាំងពីរនាក់ថាឯណាទៅក្មេងប្រុសសំទាននោះដែលជាហេតុធ្វើឲ្យពួកគេឆ្ងល់មែនទែនថាទៅយូកំពុងតែនិយាយអំពីអីនៅពេលនោះទៅយូបានឃើញដំបិតនោះក៏ស្រាប់តែទៅលីងបានឃើញអាក្បាជ្រូកនោះពួកគេក៏បានដេញតាមគេបានរត់កាត់កន្លែងលេងសៀកគេបានឡើងទៅលើដំបូលដើម្បីគេខ្លួនតែលីងបានកប់គេដែលជាហេតុធ្វើឲ្យគេបានធ្លាក់នៅពេលនោះក៏ប៉ុន្តែគេបានរត់ទៅទៀតនៅពេលនោះទៅយូបានវាយគេដែលជាហេតុធ្វើឲ្យគេបានដួលទៀតត្រូវចំពងតែម្ដងតែគេបានរត់ទៅទៀតឆ្លងពីកន្លែងមួយទៅកន្លែងមួយបន្ទាប់មកគេបានចូលទៅក្នុងផ្ទះមួយនៅពេលដែលបានគេដូច្នោះពួកគេទាំង3នាក់បានចូលទៅតាមហើយបានសួរអ្នកនៅទីនេះរកក្បាលជ្រូកនោះក៏ប៉ុន្តែគេបានជាប្រាប់ឲ្យពួកគេស្ងាត់ដែលមិនបាននិយាយអ្វីទាំងអស់ដែលជាហេតុធ្វើឲ្យពួកគេឆ្ងល់មែនទែនពេលនោះដែលក៏ស្រាប់តែការសម្ដែងល្ខោនបានចាប់ផ្ដើមឡើងក៏ប៉ុន្តែអ្នកសម្ដែងល្ខោនទាំងអស់នោះពួកគេពាក់មុខចម្លែកមែនទែនបន្ទាប់មកនៅពេលដែលពួកគេបានសម្ដែងហើយក៏ស្រាប់តែអាក្បាលជ្រូកនោះបានបង្ហាញខ្លួនឡើងនៅលើឆាកពួកគេចង់ទៅចាប់អាក្បាលជ្រូកនោះក៏ស្រាប់តែបើជាបានឃើញសត្វស្វាដ៏ធំមួយបង្ហាញខ្លួនទៅវិញសត្វស្វានោះបានមកវាប្រហារទៅយូបានទប់ទល់ជាមួយវាក៏ប៉ុន្តែវាបានចាប់បោកទៅយូហើយនឹងទីងមកព្រមទាំងបានវាយទៅលីងទៀតបន្ទាប់មកវាបានចាប់កវែងទៅយូឡើងប៉ាងហើយអាក្បាលជ្រូកនោះចង់សម្លាប់ទៅយូក៏ប៉ុន្តែគេកិច្ចតន់នៅពេលដែលពួកគេបានវាយគ្នាគេចង់ចាក់សម្លាប់ទៅយូទៅហើយក៏ប៉ុន្តែពេលនោះគេបានលើសម្លេងកូនរបស់គេបានហៅគេទៅយូក៏បានវាយគេនៅពេលនោះបន្ទាប់មកស្វានោះបានហក់មកចង់វាប្រហារទៅយូក៏ប៉ុន្តែបើជាត្រូវអាក្បាលជ្រូកនោះជង់នឹងដែកពេលនោះពួកគេទាំង3នាក់បានចាប់ស្វានោះចងកហើយព្យួរឡើងលើក៏ប៉ុន្តែស្វានោះបានចាប់ទៅលីងជាប់ទៅយូបានខេងខ្សែភ្លើងគេក៏បានយកខ្សែភ្លើងនោះឆក់ស្វានោះវាក៏បានលែងទៅលីងហើយវាត្រូវបានខ្សែភ្លើងនោះឆក់ស្លាប់នៅពេលនោះតែម្ដងគណៈពេលដែលភ្លៀងបានធ្លាក់ហើយទឹកជន់អាក្បាលជ្រូកនោះបានរត់ពួកគេបានដេញតាមហើយបានមកដល់ផ្ទះរបស់គេនៅពេលដែលពួកគេបានដឹងថាតាមពិតអាក្បាលជ្រូកនោះគឺជាប៉ៃសេហ៊ូធ្វើឲ្យពួកគេភ្ញាក់ផ្អើលមែនទែនហើយសាកសពនារីម្នាក់ដែលបានស្លាប់នៅក្នុងទន្លេនោះនៅទីនេះទៀតហើយពួកគេបានដឹងថាតាមពិតនាងបានស្លាប់គឺដោយសារតែលៀនហោឈីងជាអ្នកសម្លាប់ធ្វើឲ្យទៅយូខឹងមែនទែនគេក៏បានឡើងទៅលើហើយបានស្រែករកលៀនហោឈីងឲ្យគេបង្ហាញខ្លួនមកស្រាប់តែបានឮសំឡេងរបស់លៀនហោឈីងបាននិយាយមកគេថាអញគិតថាខ្ញុំចេញទៅហើយប្រយុទ្ធជាមួយឯងដូចជាប៉ៃសេហ៊ូមែនទេពេលនោះទៅយូបាននិយាយថាគេគឺជាបិសាចគេបានតបវិញថាខ្ញុំជាបិសាចមែនទេប៉ៃសេហ៊ូគឺជាបិសាចអាក្រក់ជាងខ្ញុំទៅទៀតហើយក៏បាននិយាយអំពីអំពើអាក្រក់របស់ប៉ៃសេហ៊ូដែលគេបានសម្លាប់មនុស្សហើយព្រមទាំងបានធ្វើបាបទៅលើកូនស្រីរបស់លោកស៊ឺនាងបានស្លាប់គឺដោយសារតែប៉ៃសេហ៊ូក៏ប៉ុន្តែទៅយូមិនជឿអ្វីដែលគេបាននិយាយឡើយទៅយូបានស្វែងរកលៀនហោឈីងតាមសំឡេងដែលគេបាននិយាយក៏ស្រាប់តែបានមកដល់កន្លែងមួយនៅទីនេះងងឹតឈឹងតែម្ដងក៏ស្រាប់តែបានឃើញថាលីវហ្វាំងត្រូវបានចាប់ចងនៅទីនេះដែលជាហេតុធ្វើឲ្យគេព្រៀបរំមែនតែនក៏ប៉ុន្តែលៀនហោឈីងបានប្រាប់គេថាកុំកម្រើកយើងពិតជាចង់ដឹងខ្លាំងណាស់តែឯងពិតជាអរិយទឹកពិតមែនឬយើងចាប់ផ្ដើមលេងល្បែងទៅយើងបានដាក់មន្តអាគមទៅលើនាងបើសិនជាឯងមិនស្ដាប់តាមយើងទេនោះនាងនឹងស្លាប់ភ្លាមជាមិនខានដូច្នោះតែយូក៏បានយល់ព្រមជាមួយនឹងគេតែម្ដងក៏ស្រាប់តែបានឃើញថាបងប្រុសរបស់គេក៏នៅទីនេះផងដែរបន្ទាប់មកលៀនហោឈីងបានប្រាប់ទៅយូឲ្យរើសកំបិតនៅក្បាលជើងរបស់គេហើយឲ្យទៅយូសម្លាប់មនុស្សម្នាក់ក្នុងចំណោមពួកគេទាំងពីរនាក់បើសិនជាទៅយូរើសត្រូវនោះពួកគេម្នាក់នឹងនៅរស់ក៏ប៉ុន្តែទៅយូបាននិយាយថាបងប្រុសរបស់ខ្ញុំបានស្លាប់ហើយលៀនហោឈីងបានតបថាបើសិនជាឯងគិតថាបងប្រុសរបស់ឯងបានស្លាប់នោះឯងសម្លាប់គេម្ដងទៀតទៅឯងនឹងបានដឹងការពិតហើយបន្ទាប់មកទៅយូបានយកកំបិតមកហើយបានដាក់សម្ដៅទៅបងប្រុសរបស់គេហើយបាននិយាយសំទោសបងប្រុសរបស់គេបងប្រុសរបស់គេបានសួរទាំងឆ្ងល់ថាតែឯងបានវាយគ្នាទៀតហើយមែនទេទុកឲ្យបងជួយឯងតែគេបានតបថាមិនមែនឡើយគឺមានអ្វីម្យ៉ាងដែលខ្ញុំតែងតែចង់ប្រាប់បងប្រុសសូមបងប្រុសលើកលែងទោសឲ្យខ្ញុំផងបន្ទាប់មកគេចង់ចាក់សម្លាប់បងប្រុសរបស់គេក៏ស្រាប់តែគេបាច់ជាសាច់ទៅវិញដែលជាហេតុធ្វើឲ្យលៀនហោឈីងឆ្ងល់ហើយសួរគេតែយូបានតបទៅគេថាខ្ញុំគួរតែអរគុណឯងធ្វើឲ្យខ្ញុំយល់ឯងគិតថាអ្វីដែលខ្ញុំខ្លាចនោះគឺជាការបំផន់ភ្នែកមែនទេតាមពិតមិនមែនឡើយគឺខ្ញុំខ្លាចខ្លួនឯងទៅវិញទេបន្ទាប់មកគេបានចាក់របួសក្បាលខ្លួនឯងក៏ប៉ុន្តែបាច់ជាបានឃើញថាគេចង់ចាក់យូស៊ីទៅវិញដែលជាហេតុធ្វើឲ្យយូស៊ីភ័យមែនតែនហើយបានស្រែកស្រីបន្ទោសឲ្យទៅយូនៅពេលនោះទៅលីងបានសួរទៅយូថាតើគេកើតអីហេតុអីបានជាគេបាត់បង់ស្មារតីហើយចង់សម្លាប់យូស៊ីបន្ទាប់មកទៅយូបានសួរយូស៊ីថាហេតុអីក៏ឯងនៅទីនេះយូស៊ីបានប្រាប់ថាយំមិញខ្ញុំហើយមិត្តភក្តិរបស់ខ្ញុំបានតាមមនុស្សស្រីម្នាក់ក៏ប៉ុន្តែមនុស្សស្រីម្នាក់នោះបាច់ជាខ្លាចទៅជាសត្វស្វាទៅវិញហើយវាបានសម្លាប់មិត្តភក្តិរបស់ខ្ញុំក៏ស្រាប់តែលីវហ្វាំងបានដឹងខ្លួនពួកគេបានប្រាប់ទៅយូថាលីវហ្វាំងក៏ត្រូវបានសត្វស្វានោះចាប់មកផងដែរពេលដែលពួកគេបានចេញមកពួកគេបានឃើញថាមនុស្សម្នានៅទីនេះក៏ត្រូវថ្នាំសន្តំផងដែរពេលនោះទំនប់ទឹកបានបាក់ទឹកបានជន់ហូរមកជន់មនុស្សម្នានៅពេលដែលបានឃើញទឹកជន់ហូរមកដូច្នោះតែយូក៏បានប្រាប់ពួកគេទាំងអស់គ្នាឲ្យឡើងលើដំបូលផ្ទះដើម្បីគេចពីទឹកជំនន់ពេលដែលពួកគេបានឡើងមកតែយូបានឃើញបរិះក្បាលពីរនោះឡើងមកដែរដែលជាហេតុធ្វើឲ្យ
គេចាប់អារម្មណ៍ឡើងមកដល់ពួកគេក៏បញ្ញាប់រៀបចំទូកដែលនៅក្បែរអគារនេះដើម្បីនាំប្រជាជនចាក់ចេញពីទីនេះទៅលីងបានច្រើនយូស៊ីដើម្បីឲ្យគេទៅរៀបចំទូកដែលជាហេតុធ្វើឲ្យគេភ័យមែនទែនហើយលីវហ្វាំងក៏បានចុះទៅផងដែរបន្តមកនៅពេលដែលបរិះក្បាលពីរនោះចង់ចុះទៅក៏ស្រាប់តែទៅយូបានខាត់ហើយបាននិយាយថាឯងមិនអាចទៅបានឡៃលៀនហោឈីងហើយក៏បានវាយគេដែលជាហេតុធ្វើឲ្យគេជ្រុះក្បាលខ្លែងខ្លាយនៅពេលដែលគេបានងើបមកគេបានសួរទៅយូថាហេតុអីក៏ឯងដឹងទៅយូបានតបថានេះគឺជាអារម្មណ៍របស់យើងហើយក៏បានចាប់គេនៅពេលនោះតែម្ដងនៅពេលដែលពួកគេបានជិះទូកធ្វើដំណើរទៅយូបានសួរលៀនហោឈីងថាហេតុអីបានជាឯងប្រើគោ10ខ្លា2មាន់1ដើម្បីរៀបចំពិធីដាក់ទៅលើសាកសពទាំងអស់នោះលៀនហោឈីងបានតបថាមិនគួរឲ្យជឿសោះថាឯងបានឃើញវាយើងធ្វើនេះគឺដើម្បីឲ្យឯងស្វែងរកសាកសពបន្តមកលៀនហោឈីងបាននិយាយអំពីកលល្បិចរបស់គេធ្វើនេះគឺដើម្បីឲ្យមនុស្សបានយល់ថាតើនរណាគឺជាទេវតាពិតប្រាកដនៅពេលដែលមនុស្សបានឃើញថាឯងបានសម្លាប់មនុស្សនោះពួកគេនឹងបានយល់ថាឯងគឺជាបិសាចនៅពេលដែលបានលឺអ្វីដែលគេបានរាយរាប់ដូច្នោះធ្វើឲ្យទៅយូហួសចិត្តមែនតែនហើយបានដើរចេញក៏ប៉ុន្តែពេលនោះក៏ស្រាប់តែលៀនហោឈីងបានផ្លុំម្សៅសណ្ដំនោះមកលើពួកគេហើយបានលោតចុះពីលើទូកឃើញដូច្នោះពួកគេក៏បានលោតតាមទៅយូបានហែលទឹកតាមលៀនហោឈីងក្រោយមកក៏ស្រាប់តែបានឃើញថាពួកគេបានមកដល់កន្លែងមួយនៅទីនេះពិតជាចម្លែកមែនតែនមានតែពួកគេទាំង3នាក់តែប៉ុណ្ណោះមិនឃើញលីវហ្វាំងហើយនឹងយូស៊ីសោះបន្តមកនៅពេលដែលពួកគេឡើងគោកលៀនហោឈីងបានចេញមកពីក្រៅរូបសំណាកហើយបានសាច់ពេលដែលបានឃើញដូច្នោះពួកគេបានសួរទៅលៀនហោឈីងថាតើឯងចង់បានអីគេបាននិយាយថាផែនការរបស់យើងត្រូវបានបំផ្លាញហើយជីវិតរបស់យើងគឺគ្មានន័យឡើយក៏ប៉ុន្តែយើងត្រូវការជីវិតរបស់ឯងត្រូវស្លាប់ជាមួយយើងក៏ស្រាប់តែគេបានគួតឈាមហើយរាងកាយរបស់គេបានคล้ายទៅជាសត្វចម្លែកហើយបានវាយប្រហារទៅលើទៅយូទិញមកបានវាយគេក៏ប៉ុន្តែត្រូវបានគេវាយវិញបន្តមកនៅពេលដែលបិសាចនោះបានតាមវាយប្រហារទៅយូបានឃើញប្លោះថ្មគេក៏បានរត់ទៅតាមប្លោះនោះបិសាចនោះបានតាមគេដែលជាហេតុធ្វើឲ្យវាបានជាប់ជាមួយនឹងប្លោះថ្មវាបានចាប់ជើងទៅយូបានទៅលេងក៏បានទៅជួយទិញមកវិញបានយកញញួរស្រួចវាយដៃរបស់វាជាប់នៅពេលដែលវារើទៅយូបានយកដំបិនបែកក្បាលរបស់វាដែលជាចំណុចខ្សោយធ្វើឲ្យវាសើតែម្ដងបន្តមកវាបានសួរទៅយូថាហេតុអីបានជាឯងមិនវាយស្មាឆ្វេងរបស់យើងទៅយូក៏បានតបថាតាមពិតក្មេងម្នាក់ដែលបានប្រាប់យើងអំពីចំណុចខ្សោយរបស់ឯងយើងបានដឹងថាតាមពិតគឺជាឯងហើយយើងបានដឹងថាចំណុចសំខាន់នោះគឺជាក្បាលរបស់ឯងនៅពេលនោះដែលបិសាចនោះប្រឹងរើចង់វាប្រហារទៅយូថែមទៀតនៅពេលដែលពួកគេបានឃើញថារូបសំណាកនោះជិតដួលពួកគេក៏បញ្ញាប់រត់វាងជាមួយរូបសំណាកនោះក៏បានដូរសង្កត់បិសាចនោះនៅពេលដែលវាបានមកដល់បន្ទាប់ពីនោះធ្វើឲ្យពួកគេឆ្ងល់ពីព្រោះពេលនេះបិសាចបានស្លាប់ហើយក៏ប៉ុន្តែពួកគេនៅក្នុងពិភពបំផន់ផ្នែកទៀតនៅពេលនោះដែរក៏ស្រាប់តែលោកតាដែលជាអ្នកលោកគៀវហើយនឹងចៅស្រីរបស់គាត់បានមកដល់ធ្វើឲ្យពួកគេឆ្ងល់មែនទែនថាហេតុអីក៏គាត់មកដល់ទីនេះដែរបន្តមកទៅយូបានសួរគាត់ថាលោកតាតែទីនេះជាកន្លែងណាលោកតាបានឆ្លើយប្រាប់ពួកគេថាទីនេះគឺជាកន្លែងដែលអ្នកទាំង3មិនគួរមកតែអ្នកទាំង3ចង់ចាក់ចេញពីទីនេះមែនទេបើសិនជាចង់ត្រូវតែសន្យាជាមួយនឹងខ្ញុំនៅរឿងចំនួន3ទី1គឺកុំនិយាយច្រើនឲ្យសោះទី2នៅពេលដែលអ្នកទាំង3កំពុងចាក់ចេញកុំងាកក្រោយឲ្យសោះទី3នៅពេលដែលអ្នកទាំង3បានចាក់ចេញហើយសូមកុំនិយាយអំពីខ្ញុំហើយនឹងចៅស្រីប្រាប់មនុស្សដទៃទៀតនៅពេលដែលបានលឺហើយពួកគេក៏យល់ព្រមតែយូបានសួរគាត់ថាហេតុអីក៏លោកតានៅទីនេះហើយហេតុអីក៏លោកតាជួយពួកខ្ញុំគាត់ក៏បានឆ្លើយប្រាប់ទៅយូថាគឺដោយសារតែគាត់នៅទីនេះមូលហេតុដែលគាត់បានជួយគេនោះគឺដោយសារតែយូធ្លាប់បានជួយចៅស្រីរបស់គាត់ក៏ប៉ុន្តែតែយូដូចជាមិនចាំសោះថាគេបានជួយចៅស្រីរបស់គាត់បន្តមកគាត់ក៏បានប្រាប់ឲ្យពួកគេដើរពីមុខគាត់ហើយគាត់ដើរពីក្រោយហើយប្រាប់ផ្លូវពួកគេក៏ប៉ុន្តែពួកគេត្រូវតែបិទភ្នែកហើយដើរទៅមុខកុំងាកក្រោយឲ្យសោះគណៈពេលដែលពួកគេបានដើរពួកគេបានឮសំឡេងទឹកធ្វើឲ្យពួកគេត្រេកអរមែនទែនក៏ប៉ុន្តែពួកគេបានងាកមកក្រោយក៏ស្រាប់តែពួកគេបានឃើញពស់ដ៏ធំវាយពួកគេឡើងខ្ទាតតាមពិតក្មេងស្រីដែលជាចៅរបស់លោកតាគឺជាពស់ដែលទៅយូបានជួយលើកមុនបន្តមកនៅពេលដែលពួកគេបានងើបពីទឹកឡើងទូកហើយបានសួរលីវហ្វាំងបានប្រាប់ពួកគេថាពួកគេបានធ្លាក់ចូលទៅក្នុងទឹកប្រហែលជា2នាទីដែលជាហេតុធ្វើឲ្យពួកគេភ្ញាក់ផ្អើលមែនទែនហើយលៀនហោឈីងពេលនេះគេបានលងទឹកស្លាប់បាត់ទៅហើយបន្តមកទៅយូបានប្រាប់ពួកគេថាពេលនេះពួកយើងគួរតែត្រឡប់ទៅវិញហើយស្អែកនេះពួកយើងត្រូវតែទៅរកអីញ៉ាំឆ្ងាញ់ៗម្ដងក៏ប៉ុន្តែពួកគេមិនស្គាល់ទិសដៅត្រូវតែសួរយូស៊ីហើយដែលជាហេតុធ្វើឲ្យយូស៊ីមិនសប្បាយចិត្តហើយនិយាយថាគេគ្រាន់តែជាអ្នកនេសាទមិនមែនជាអ្នកចែវទូកឡើយតែគេនៅតែបន្តចែវទូកទៅដែលជាហេតុធ្វើឲ្យគ្រប់គ្នាអស់សំណើចបាទប្រិមិត្តរឿងរបស់យើងសន្មតថាចប់ត្រឹមតែប៉ុណ្ណេះយ៉ាងម៉េចដែរប្រិមិត្តបន្ទាប់ពីបានទស្សនាហើយរឿងនេះល្អមើលឬក៏អត់ហើយពេញចិត្តចំពោះការសម្ដែងរបស់ admin ឬក៏អត់សង្ឃឹមថាប្រិមិត្តនឹងពេញចិត្តណាបើសិនជាប្រិមិត្តពេញចិត្តសូមកុំភ្លេច comment like នៅលើវីដេអូព្រមទាំង subscribe channel របស់ admin ផងជាចុងក្រោយនេះ admin គ្មានពាក្យអ្វីនិយាយច្រើនទៀតទេគឺមានតែអរគុណប្រិមិត្តតែប៉ុណ្ណោះដែលបានទស្សនាការសម្ដែងរឿងរបស់ admin តាំងពីដើមរហូតដល់ចប់ជាពិសេសអ្នក comment អ្នក like អ្នក subscribe តែម្ដងនៅពេលនេះ admin សូមលាសិនហើយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ